on mile ហើយនៅ on me គឺចូលចិត្តលេងកីឡាមែនតើអ្នកនរគ្នាប៉ុន្តែគឺខ្ញុំបានយកគាត់ទៅលេងវាយ pickleball វាយអីចឹងទៅគាត់ធ្លាប់ហាត់ taekwondo គាត់ធ្លាប់ជិះ ski គាត់ចេះហែលទឹកនិយាយទៅគឺគាត់អត់ខ្លាចហ្មងអ្នកនរគ្នាហើយខ្ញុំឃើញនៅស្រុកគេគឺមានកម្មវិធីមួយដែលមានឈ្មោះថា Baby Olympic ហើយខ្ញុំគាត់ថាបើសិនជានៅស្រុកខ្មែរយើងមានកម្មវិធីហ្នឹងខ្ញុំនឹងដាក់ on mile ចូលដើម្បីប្រកួតសមត្ថភាពរបស់គាត់ហ្មងតែមានអីថ្ងៃមុននេះគឺខ្ញុំបានឃើញនៅក្នុង page អាមេរិកអ្នកទាំងអស់គ្នាថាឥឡូវនេះនៅស្រុកខ្មែរយើងគឺនឹងមានកម្មវិធី Baby Olympic ដែរការបរិច្ឆេទនឹងធ្វើនៅថ្ងៃទី1កុម្ភៈឆ្នាំ2026នេះគឺស្ថិតនៅផ្សារទំនើប Eon មានជ័យគឺអ្នកទាំងអស់គ្នាអាចទទួលចុះឈ្មោះបានហើយការទទួលចុះឈ្មោះនោះគឺកំណត់ត្រឹមតែ555នាក់តែប៉ុណ្ណោះហើយកុមារដែលមានអាយុចាប់ពី1ឆ្នាំរហូតដល់17ឆ្នាំចាជាមួយនឹងប្រភេទកីឡាគឺច្រើនណាស់អ្នកទាំងអស់គ្នារហូតដល់10ប្រកួតហើយការប្រកួតនីមួយៗគឺប្រកបទៅដោយសុវត្ថិភាពហើយនិងស្តង់ដារហើយមានគណៈកម្មការជាតិអូឡ িম্প ពិករបស់យើងទៀតផងអញ្ចឹងបេក្ខជនម្នាក់គាត់អាចជ្រើសរើសបាន3ប្រកួតហើយនៅពេលដែលអ្នកគ្នាចុះឈ្មោះឲ្យកូនរបស់អ្នកទាំងគ្នាជាមួយនឹងការបង់ប្រាក់កុំភ្លេចដាក់ឈ្មោះកូនរបស់គាត់ហើយថតទុកការចុះឈ្មោះរបស់យើងផងកម្មវិធីកីឡាកុមារអូឡ িম্প ពិកនៅកម្ពុជារបស់យើងនេះគឺចង់ផ្ដោតទៅលើកុមារដែលមានវិន័យកុមារដែលគាត់អាចមានសមត្ថភាពបង្កើតមិត្តភាពមានទំនាក់ទំនងល្អនិងមានភាពក្លាហានកុមារដែលមានឆន្ទៈចេះប្រឹងប្រែងដោយខ្លួនឯងហើយចេះសម្រេចចិត្តដោយខ្លួនឯងទៀតផងហើយណាមួយគឺពួកយើងក៏ចង់ជំរុញឲ្យប្រជាជនកម្ពុជាចូលរួមនៅក្នុងសកម្មភាពកីឡាជាលក្ខណៈគ្រួសារហើយសំខាន់ទៀតនោះគឺការអភិវឌ្ឍរបស់កុមារមិនថាទាំងប្រាជ្ញានិងរាងកាយរបស់គាត់ទេអ្វីដែលលើសពីនោះទៅទៀតគឺជួយប្រមូលអំណោយដូចជាសម្លៀកបំពាក់ប្រដាប់ក្មេងលេងសម្ភារៈសិក្សាសភៅសម្ភារៈកីឡាជាដើមនិយាយទៅគឺយើងចែកពីអ្នកដែលមានជូនអ្នកដែលខ្វះខាតជាពិសេសគឺជនរងគ្រោះដែលនៅជាមួយនឹងទម្លាប់ព្រំដែនតែអញ្ចឹងសម្រាប់កីឡាដែលកូនៗរបស់យើងអាចជ្រើសរើសបាននោះគឺដូចជា crawling, IQ Olympic ring, running balance bike, basketball, weighting lift, soccer, martial art, golf pudding ហើយនិង badminton អញ្ចឹងសម្រាប់ប្រាប់ព័ត៌មានបន្ថែមឲ្យកាន់តែច្បាស់នោះគឺអ្នកទាំងអស់គ្នាអាចស្វែងរកទៅលើគេហទំព័ររបស់កម្មាធិការអូឡ িম্প ពិកកម្ពុជាហើយសម្រាប់ចុះឈ្មោះវិញគឺអ្នកទាំងអស់គ្នាអាច scan នៅលើ poster ខាងលើនេះដែលអ្នកទាំងអស់គ្នាអាចរកបាននៅលើ page អាមេរិក